បាទសួស្តីវីដេអូនេះនឹងបង្ហាញអំពីរបៀបតម្លើងកម្មវិធី AFES ដែលជាកម្មវិធីសម្រាប់ក្នុងការ design គ្រឹះរាក់ហើយនិងគ្រឹះជ្រៅជាពិសេសផ្ដោតសំខាន់ទៅលើអាគ្រឹះរបស់អគារណាបាទឥឡូវមុននឹងធ្វើការតម្លើងយើងដំបូងយើងត្រូវ make sure ថា Windows Defender របស់យើងគឺត្រូវបានបិទទៅអស់ដោយសារយើងគោលហ្នឹងគឺដើម្បីធ្វើការ crack ណាយើងអត់មាន full license ទេអញ្ចឹងខ្ញុំសូមធ្វើការចូលទៅ setting update ហើយចូលកន្លែង security នេះមកបាទដោយសារនេះខ្ញុំបិទអស់ហើយតាក់ទងជាមួយនឹង Windows Defender ខ្ញុំបិទអស់ហើយបើសិនជាមិនតបិទទេយើង turn វា off ទាំងអស់ទៅហ្នឹងហើយ turn វា off ទាំងអស់ទៅកន្លែងនេះក៏យើងបិទដែរបន្តមកយើងចូលកន្លែង firewall នេះក៏ត្រូវបិទអស់ដែរណាកន្លែងហ្នឹងយើងឃើញវា on យើងដាក់វា off ទៅទាំង3ហ្នឹងបន្តមកយើងចាប់ផ្ដើមextract file ហ្នឹងណា extract file ហ្នឹងយើង extract here មកបាទនេះគឺជា file ដែលខ្ញុំទៅ extract ហើយតើមកយើងចូល file ហ្នឹងទៅយើងឃើញពាក្យ program ណាយើងមាន installation ចង់ចូល line install ហ្នឹងយើង select លើ file ហ្នឹងមកហើយយើងចុចទៅលើ run administrator បាទតើមកយើងចុច next តើមកយើងចុចពាក្យ accept ហើយយើងចុច next ទៀត next ទៀត install បាទបាទតើមកយើងចុចពាក្យ set up ធ្វើការរងចាំបន្តិចទៅហ្នឹងហើយបាទតោះមកយើង finish វាមក finish ទៀតបាទអញ្ចឹងយើងបានតម្លើងហើយឥឡូវយើងចូលមក file crack ម្ដងបាទអញ្ចឹងកន្លែងហ្នឹងយើង copy file របស់យើងហ្នឹងណាទាំងអស់ហ្នឹងហ្មងទៅបាទយើង copy តើ file មួយហ្នឹងក៏បានដែរយើង copy file មួយហ្នឹងមកហើយ copy file ហ្នឹងយើងទៅរក file location នេះអញ្ចឹងពេលដែល install ហើយយើងមានឃើញ shortcut ហ្នឹងមកហើយយើងម៉ៅស្ដាមហើយយើងដាក់ចូល open file location បន្តមកយើងផាសណាផាសទៅចូល continue បាទពេលយើងផាសហើយយើង close ទាំងអស់ទៅហើយរីករួចរាល់សម្រាប់ក្នុងការប្រើប្រាស់កម្មវិធី AFES ណាយើងចុចចូលទៅបាទហ្នឹងគឺ file ហ្នឹងគឺយើងអាចប្រើប្រាស់បានហើយ software ហ្នឹង AFES បាទអរគុណ